កូនស្រីគឺជាពរជ័យដ៏វិសេសវិសាលសម្រាប់អ្នកជាឪពុកកូនស្រីគឺជាកាដូដ៏ស្រស់ស្អាតបំផុតមួយដែលអ្នកជាឪពុកម្នាក់អាចទទួលបានក្នុងជីវិតពីព្រោះនៅខណៈពេលដែលនាងឈានជើងចូលមកក្នុងជីវិតរបស់គាត់អ្វីម្យ៉ាងនៅក្នុងខ្លួនគាត់ក៏ចាប់ផ្ដើមផ្លាស់ប្ដូរបរិសម្នាក់ដែលធ្លាប់តែមានភាពម៉ឺងម៉ាត់ស្ងប់ស្ងាត់និងលាក់បាំងមនោសញ្ចេតនាស្រាប់តែប្រែជាទន់ភ្លន់ក្នុងរបៀបដែលគាត់មិនធ្លាប់នឹកស្មានដល់វាមិនមែនមានន័យថាគាត់ខ្សោយជាងមុននោះទេប៉ុន្តែគឺគ្រាន់តែទន់ភ្លន់ជាងមុនពីព្រោះកូនស្រីមានវិធីសាស្ត្រម្យ៉ាងក្នុងការចូលទៅប៉ះពាល់ដល់ទីជម្រៅនៃក្រអៅបេះដូងរបស់អ្នកជាឪពុកដែលគ្មានអ្នកណាម្នាក់ផ្សេងអាចធ្វើបានឡើយជួនកាលអ្វីដែលគាត់ត្រូវការបំផុតគឺគ្រាន់តែដៃតូចៗរបស់នាងដែលមកកាន់ម្រាមដៃរបស់គាត់ហើយភ្លាមនោះរាល់ភាពតានតឹងសម្ពាធនិងភាពធ្ងន់ធ្ងរនៃពិភពលោកទាំងមូលក៏លែងមានអារម្មណ៍ថាធ្ងន់ធ្ងរដូចមុនទៀតហើយនាងខ្លាចជាហេតុផលដែលធ្វើឲ្យគាត់ចង់បន្តខិតខំតស៊ូទៅមុខទៀតគេនិយាយថាកូនស្រីធ្វើឲ្យបរិសម្នាក់ខ្លាចជាមនុស្សទន់ភ្លន់ហើយវាគឺជាការពិតប៉ុន្តែអ្វីដែលគេមិនសូវបាននិយាយនោះគឺកូនស្រីក៏ធ្វើឲ្យគាត់កាន់តែរឹងមាំជាងមុនផងដែរកូនស្រីផ្ដល់ហេតុផលឲ្យគាត់ខ្លាចជាមនុស្សមានភាពអត់ធ្មត់ជាងមុនមានភាពថ្នាក់ថ្នមជាងមុនមានភាពប្រុងប្រយ័ត្នជាងមុនជាមួយពាក្យសម្ដីនិងមានគោលបំណងច្បាស់លាស់ជាងមុនចំពោះក្តីស្រឡាញ់របស់គាត់ពីព្រោះសម្រាប់កូនស្រីឪពុកគឺជាជំរកដ៏មានសុវត្ថិភាពដំបូងគេបង្អស់ជាអ្នកការពារដំបូងនិងជាគំរូដំបូងគេបង្អស់ដែលបង្ហាញនាងឲ្យដឹងថាតើក្តីស្រឡាញ់ពិតប្រាកដមានន័យបែបណាចំពោះអ្នកជាឪពុកវិញកូនស្រីគឺជាចំណែកនៃបេះដូងដែលកំពុងដើរនៅខាងក្រៅរាងកាយរបស់គាត់ហើយសូម្បីតែនៅពេលដែលក្មេងស្រីតូចម្នាក់នោះធំដឹងក្តីក៏ដោយក៏ចំណែកមួយនៃចិត្តរបស់គាត់នៅតែមើលឃើញនាងជាក្មេងតូចម្នាក់ដែលធ្លាប់រត់មករកការអោបក្រសោបរបស់គាត់ដែលគ្មានភាពភ័យខ្លាចដដែលកូនស្រីមិនមែនគ្រាន់តែផ្លាស់ប្ដូរជីវិតរបស់ឪពុកម្នាក់នោះទេប៉ុន្តែនាងបានផ្លាស់ប្ដូរបេះដូងរបស់គាត់ជារៀងរហូតសួស្តីចូលឆ្នាំថ្មី2026សូមឲ្យបងប្អូនទាំងអស់គ្នាមានសុខភាពល្អនិងសុខមង្គលគ្រប់គ្នា